សូមចម្រើនពរញាតិញោមសប្បុរសជនចិត្តបុណ្យដោយសេចក្តីនឹករលឹកដល់ថ្ងៃនេះខ្ញុំគណៈអាត្មាភាពបាននិមន្តរួមដំណើរជាមួយព្រះមហាថេរៈទាំងពីរព្រះអង្គមកដល់គេហដ្ឋានរបស់ម្ដាយបង្កើតលោកបេសុផាតដែលជាវីរៈកងទ័ពយើងញាតិញោមបានដឹងហើយលោកបេសុផាតគឺជាវីរៈកងទ័ពយើងដែលបានពលីភ្នែកទាំងគូនៅលើសមរភូមិញាតិញោមហើយថ្ងៃនេះខ្ញុំគណៈអាត្មាភាពបាននាំយកថវិកាបានមកពីសប្បុរសជននៅឥណ្ឌាសមុទ្រនិងក្នុងប្រទេសក្រៅប្រទេសនាំយកមកជូនចំពោះលោកបេសុផាតព្រមទាំងគ្រួសារវីរៈកងទ័ពនិងបងវីរៈកងទ័ពដែលកំពុងតែឈរជើងការពារមាតុភូមិញាតិញោមអញ្ចឹងចម្រើនពរញាតិញោមថាថ្ងៃនេះគឺនាំយកថវិកាដែលបានមកពីសប្បុរសជននៅឯប្រទេសកាណាដាតាមរយៈបងស្រីថាច់សុជាតាចំនួន$200ជូនចំពោះលោកបេសុផាតផ្ទាល់ហើយនឹង$100ទៀតបងស្រីយ៉ានៅរដ្ឋកាលីហ្វ័រញ៉ាជូនគ្រួសារវីរៈកងទ័ពនិងវីរៈកងទ័ពយើងព្រមទាំងបានមកពីបងប្អូនខ្មែរកម្ពុជាក្រោមដោយទឹកចិត្តអាណិតស្រឡាញ់ខ្មែរតែមួយរយៈបងប្រុសនប់បងស្រីវ៉ានីចំនួន$12,50,000ដុង$12,50,000ដុងជូនដល់បងវីរៈកងទ័ពគ្រួសារវីរៈកងទ័ពអញ្ចឹងថ្ងៃនេះខ្ញុំគណៈអាត្មាភាពមហាថេរៈទាំងពីរព្រះអង្គគឺបាននាំយកថវិកាទាំងអស់នោះផ្ដល់ជូនពួកគាត់រួចរាល់ហើយចឹងហើយក៏សូមថ្លែងអំណរអរព្រះគុណនិងអរគុណដល់ញាតិញោមសប្បុរសប្រុសស្រីទាំងអស់ទាំងក្នុងនិងក្រៅប្រទេសបានជួបប្រទះសេចក្តីសុខចម្រើនគ្រប់ប្រការញាតិញោមអរគុណចំពោះទឹកចិត្តនឹករលឹកចនតោកាបយាបតាចនពយាសោកាបតាចនិសោកាហនសាពេពេបាណេណោយន្តោនេះសកម្មភាពកំពុងតែធ្វើដំណើរដែលខ្ញុំគណៈអាត្មាភាពរួមដំណើរនិងព្រះមហាថេរៈទាំងពីរព្រះអង្គកំពុងតែធ្វើដំណើរនៅលើដងផ្លូវលេខ62ញាតិញោមហើយមើលទៅហាក់ដូចជាស្រងេះស្រងោចញាតិញោមមើលបណ្ដើមានអារម្មណ៍ថាស្រក់ទឹកភ្នែកបណ្ដើវាអត់ដល់ដោយសារអីញាតិញោមដោយសារឃើញភ្លើងឆេះព្រៃញាតិញោមចម្រើនពរដល់បងប្អូនចម្រើនពរដល់ពុទ្ធបរិស័ទយើងចម្រើនពរដល់ប្រជាពលរដ្ឋខ្មែរជនរួមជាតិញាតិញោមសូមគុំបន្តការដុតបំផ្លាញព្រៃឈើទៀតញោមអើយដើមឈើក៏វាចេះឈឺដែរញោមសត្វក៏វាចេះរសម្បុកនៅដែរហើយញោមដុតថ្នាក់នេះញោមឆេះរាប់សិបមានទេមានណាបលត់ទេឆេះដល់ណាដល់ទៅវាលហើយហើយជំរកព្រៃឈើនេះក៏ជារបងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើងជូនវីរៈកងទ័ពយើងដែរញោមដល់តែយើងដុតឆេះអស់បានអីទៅការពារទៀតញោមឈើច្រើននេះជួយបាំងគ្រាប់ជួយអីដែរចាមួយមិនឃើញហោះហើយដុតអស់ចឹងបានអីទៀតញោមណាហ៊ានហោះបើដុតបើសិនតែញោមអ្នកធ្វើចំការអ្នកធ្វើដំណាំញោមដុតប្រមាណរក្សាប៉ុណ្ណឹងថែឲ្យបានដុតហើយប្រលត់ទៅវិញឬក៏ដុតហើយរក្សាឲ្យគង់តែភ្លក់ភ្លើងប៉ុណ្ណឹងទៅដុតឲ្យចង់ទៅដល់ឲ្យញោមដុតចម្ងាយដីរាប់សិបគីឡូឆេះរាប់អាទិត្យចឹងអាណិតព្រៃឈើណាញោមអើយឆេះអស់ហើយដុតក៏យើងមិនដាំអីហើយបើទុកដើមឈើទៅកូនចៅស្រែកផលទៅថ្ងៃក្រោយ